4.2 សេចក្តីសម្រេច 4.2 និយមន័យសេចក្តីសម្រេចគឺជាលិខិតបទដ្ឋានគតិយុត្តដែលចេញដោយរដ្ឋបាលក្រុងស្រុកដោយផ្អែកលើមូលដ្ឋានច្បាប់លិខិតបទដ្ឋានគតិយុត្តថ្នាក់ជាតិដីការបស់ក្រុមប្រឹក្សាតម្រូវការរបស់មូលដ្ឋានក្នុងការសម្រេចកិច្ចការរបស់រដ្ឋបាលក្រុងស្រុកការដាក់ចេញសេចក្តីសម្រេចដើម្បីអនុវត្តខ្លឹមសាររបស់ដីកានិងលិខិតបទដ្ឋានគតិយុត្តរបស់ថ្នាក់ជាតិណែនាំអនុវត្តកិច្ចការណាមួយដែលស្ថិតក្នុងសិទ្ធិអំណាចនិងសមត្ថកិច្ចរបស់រដ្ឋបាលក្រុងស្រុកបង្កើតឡើងនៅគណៈកម្មាធិការអនុគណៈកម្មាធិការគណៈកម្មការនិងក្រុមការងារនានារបស់រដ្ឋបាលក្រុងស្រុកប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំមន្ត្រីបុគ្គលិករបស់រដ្ឋបាលក្រុងស្រុកសេចក្តីសម្រេចមិនត្រូវមានខ្លឹមសារផ្ទុយពីរដ្ឋធម្មនុញ្ញច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យប្រកាសលិខិតបទដ្ឋានគតិយុត្តនានារបស់ថ្នាក់ជាតិឬដីការបស់ក្រុមប្រឹក្សាខ្លួនឡើយបើពុំនោះទេសេចក្តីសម្រេចនោះពុំមានសុពលភាពឡើយឧទាហរណ៍សេចក្តីសម្រេចស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ចនិងរបៀបរបបការងាររបស់គណៈអភិបាល 4.2 ពីកិច្ចដំណើរការនៃការរៀបចំនិងការអនុម័តសេចក្តីសម្រេចក្នុងការរៀបចំនិងការអនុម័តសេចក្តីសម្រេចរដ្ឋបាលក្រុងស្រុកត្រូវអនុវត្តតាមជំហានដូចខាងក្រោមជំហានទី1ការកំណត់អំពីតម្រូវការនៃការដាក់ចេញសេចក្តីសម្រេចតម្រូវការនៃការដាក់ចេញសេចក្តីសម្រេចត្រូវបានកំណត់ដោយផ្អែកតាមតម្រូវការនៃច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យប្រកាសលិខិតបទដ្ឋានគតិយុត្តនានារបស់ថ្នាក់ជាតិឬដីការបស់ក្រុមប្រឹក្សានិងតម្រូវការក្នុងមូលដ្ឋានតម្រូវការនៃការដាក់ចេញសេចក្តីសម្រេចផ្អែកតាមតម្រូវការនៃច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យប្រកាសលិខិតបទដ្ឋានគតិយុត្តនានារបស់ថ្នាក់ជាតិនិងដីការបស់ក្រុមប្រឹក្សាពុំចាំបាច់ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាពិនិត្យនិងអនុម័តឡើយលើកលែងតែមានការកំណត់ក្នុងលិខិតបទដ្ឋានដោយឡែកតម្រូវការនៃការដាក់ចេញសេចក្តីសម្រេចផ្អែកតាមតម្រូវការក្នុងមូលដ្ឋានត្រូវដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាពិនិត្យនិងអនុម័តជំហានទី2ការរៀបចំសេចក្តីព្រាងនាយករដ្ឋបាលក្រុងស្រុកសាមីនីមួយដែលមានជំនួយពីការិយាល័យនិងអង្គភាពជំនាញនានាត្រូវទទួលខុសត្រូវក្នុងការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចទាំងអស់របស់រដ្ឋបាលក្រុងស្រុកមុននឹងចាប់ផ្ដើមរៀបចំសេចក្តីព្រាងសេចក្តីសម្រេចនាយករដ្ឋបាលត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីគ្រប់ខណ្ឌគតិយុត្តដែលពាក់ព័ន្ធនានាព្រមទាំងវិភាគអំពីបញ្ហាមូលហេតុនៃបញ្ហានិងកំណត់ដំណោះស្រាយសមស្របសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចក្នុងករណីចាំបាច់នាយករដ្ឋបាលអាចធ្វើការពិគ្រោះយោបល់ឬស្នើសុំការគាំទ្រនានាពីក្រសួងស្ថាប័នមើលទីអង្គភាពផ្នែកឯកជនអង្គការសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធនានាតាមការចាំបាច់ជំហានទី3ការពិនិត្យនិងការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចការពិនិត្យនិងការឯកភាពរបស់គណៈអភិបាលនាយករដ្ឋបាលត្រូវដាក់ជូនគណៈអភិបាលនៅសេចក្តីព្រាងសេចក្តីសម្រេចដើម្បីពិនិត្យនិងឯកភាពមុននឹងដាក់ជូនក្រុមប្រឹក្សាពិនិត្យនិងអនុម័តនៅពេលទទួលបានសេចក្តីព្រាងសេចក្តីសម្រេចអភិបាលត្រូវកោះប្រជុំគណៈអភិបាលរបស់ខ្លួនដើម្បីពិនិត្យនិងឯកភាពទៅលើសេចក្តីព្រាងសេចក្តីសម្រេចកិច្ចប្រជុំនេះអាចជាកិច្ចប្រជុំសាមញ្ញឬកិច្ចប្រជុំវិសាមញ្ញរបស់គណៈអភិបាលនៅក្នុងកិច្ចប្រជុំនេះអភិបាលអាចស្នើឲ្យនាយករដ្ឋបាលធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់នៃសេចក្តីព្រាងសេចក្តីសម្រេចមុនពេលគណៈអភិបាលពិភាក្សានិងឯកភាពនៅក្នុងកិច្ចប្រជុំនេះគណៈអភិបាលអាចសម្រេចដូចខាងក្រោមឯកភាពទាំងស្រុងទៅលើសេចក្តីព្រាងសេចក្តីសម្រេចឬមិនឯកភាពចំណុចមួយចំនួននៃសេចក្តីព្រាងសេចក្តីសម្រេចក្នុងករណីដែលមិនឯកភាពចំណុចមួយចំនួនគណៈអភិបាលត្រូវណែនាំដល់នាយករដ្ឋបាលអំពីចំណុចនានាដែលត្រូវកែសម្រួលឡើងវិញនាយករដ្ឋបាលត្រូវកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចទៅតាមការណែនាំរបស់គណៈអភិបាលហើយដាក់ជូនគណៈអភិបាលពិនិត្យនឹងឯកភាពឡើងវិញនៅចំណុចដែលបានកែសម្រួលទាំងនោះបន្ទាប់ពីទទួលបានការឯកភាពពីគណៈអភិបាលនាយករដ្ឋបាលត្រូវដាក់ជូនក្រុមប្រឹក្សានៅសេចក្តីព្រាងសេចក្តីសម្រេចដើម្បីពិនិត្យនិងអនុម័តការពិនិត្យនិងការអនុម័តរបស់ក្រុមប្រឹក្សានៅពេលទទួលបានសេចក្តីព្រាងសេចក្តីសម្រេចប្រធានក្រុមប្រឹក្សាត្រូវកោះប្រជុំក្រុមប្រឹក្សាដើម្បីពិនិត្យនិងអនុម័តទៅលើសេចក្តីព្រាងសេចក្តីសម្រេចកិច្ចប្រជុំនេះអាចជាកិច្ចប្រជុំសាមញ្ញឬកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាហើយត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សានៅក្នុងកិច្ចប្រជុំនេះប្រធានក្រុមប្រឹក្សាអាចស្នើឲ្យនាយករដ្ឋបាលធ្វើសេចក្តីរាយការណ៍អំពីកិច្ចដំណើរការនៃការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចនិងធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់នៃសេចក្តីព្រាងសេចក្តីសម្រេចនិងមតិយោបល់នានាដែលទទួលបានពីការពិគ្រោះយោបល់ដើម្បីឲ្យក្រុមប្រឹក្សាមានមូលដ្ឋានក្នុងការពិចារណានៅពេលក្រុមប្រឹក្សាពិភាក្សានិងអនុម័តប្រធានក្រុមប្រឹក្សាត្រូវធានាឲ្យមានការចូលរួមពីគណៈអភិបាលការិយាល័យនិងអង្គភាពជំនាញរបស់ក្រុមប្រឹក្សាព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សាធារណជននិងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងកិច្ចប្រជុំពិនិត្យនិងអនុម័តនេះក្រុមប្រឹក្សាត្រូវអនុម័តសេចក្តីព្រាងសេចក្តីសម្រេចដោយសំឡេងលើសពីពាក់កណ្ដាលនៃចំនួនសមាជិកក្រុមប្រឹក្សាទាំងមូលក្នុងករណីសំឡេងអនុម័តមានចំនួនស្មើគ្នាសំឡេងរបស់អធិបតីអង្គប្រជុំមានវត្តមានភាពនៅក្នុងកិច្ចប្រជុំនេះ
ក្រុមប្រឹក្សាអាចសម្រេចដូចខាងក្រោមអនុម័តទទួលយកសេចក្តីព្រាងសេចក្តីសម្រេចទាំងស្រុងឬមិនទទួលយកចំណុចមួយចំនួនសេចក្តីព្រាងសេចក្តីសម្រេចក្នុងករណីដែលមិនទទួលយកចំណុចមួយចំនួនក្រុមប្រឹក្សាត្រូវណែនាំដល់នាយករដ្ឋបាលអំពីចំណុចនានាដែលត្រូវកែសម្រួលឡើងវិញនាយករដ្ឋបាលត្រូវកែសម្រួលសេចក្តីព្រាង